ចក្រភពអង់គ្លេសដាក់ក្រុមហ៊ុនជាច្រើនពាក់ព័ន្ធនឹងលោក Gen Z ចូលក្នុងបញ្ជីខ្មៅឥឡូវតកតនឹងបញ្ជីខ្មៅរបស់អង់គ្លេសនេះគឺបានន័យថាជាការដាក់ទណ្ឌកម្មហើយទណ្ឌកម្មនេះគឺលេចឈ្មោះលោក Gen Z មកដដែលទេប៉ុន្តែបងប្អូនសង្ខេបឲ្យបងប្អូនជ្រាបបន្តិចថាចក្រភពអង់គ្លេសនេះចូលដៃគ្នាជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំកន្លងទៅគឺម្ដុំចុងឆ្នាំហ្នឹងបានដាក់ទណ្ឌកម្មលោក Gen Z នេះរួចទៅហើយម្ដងទៅហើយបងប្អូនមានចាំទេនៅពេលដែលពួកគាត់បង្កក់ទ្រព្យសម្បត្តិលោក Gen Z ជាមួយនឹងក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយនឹងក្រុម FBI គេចេញដីកាចោទប្រកាន់លោក Gen Z នឹងមានក្រុមមន្ត្រីស្រុកខ្មែរច្រើនអ្នកណាស់ដែលនៅក្នុងបញ្ជីខ្មៅនេះក៏ប៉ុន្តែដែលគេអាចបង្កក់ទ្រព្យសម្បត្តិបានភ្លាមនឹងគឺដោយសារតែទ្រព្យលោក Gen Z មាននៅតាមបណ្ដាញអនឡាញឬក៏គេហៅថារូបិយវត្ថុ Bitcoins ព្រោះ Bitcoins នេះគឺជារូបិយវត្ថុមួយគេអាចជួញដូរបានគេអាចវិនិយោគគេអាចទិញគេអាចលក់គេអីអញ្ចឹងទៅដូចភាគហ៊ុនអីផ្សេងទៀតអញ្ចឹងណាបងប្អូនដែលនៅលើទីផ្សារពិភពលោកអ្នកដែលលេងភាគហ៊ុនគាត់យល់ហើយអញ្ចឹងទៅអាលុយហ្នឹងគឺមានដល់ទៅ16,000 លានដុល្លារតាមពិត15,000 លានដុល្លារត្រឹមតែអាមេរិកបង្កក់ឯងចក្រភពអង់គ្លេសបង្កក់ 1,000 លានដុល្លារជារូបិយវត្ថុ Bitcoin ហ្នឹងហើយនឹងទ្រព្យសម្បត្តិនៅទីក្រុងឡុងប្រទេសអង់គ្លេសហ្នឹងដែលជាទ្រព្យសម្បត្តិរបស់លោក Gen Z នឹងនៅទីនោះទៀតផងអាហ្នឹងកាលពីឆ្នាំកន្លងទៅម្ដុំចុងឆ្នាំហ្នឹងអញ្ចឹងយុទ្ធនាការនេះគេធ្វើធំណាក៏ប៉ុន្តែក្រោយមកទៀតគឺនៅពេលដែលអាមេរិកគេបានចោទប្រកាន់លោក Gen Z បង្កក់ទ្រព្យណាឥឡូវទ្រព្យអត់ទាន់ចែកទៅណាទេ15,000 លានដុល្លារដែលយើងបងប្អូនខ្លះថាកុំនិយាយពាក្យ15,000 លានអីចឹង15,000វាមិនមែនជាភាសាខ្មែរទេភាសាខ្មែរគឺ15,000ខ្ញុំអរគុណបងប្អូនដែលរំលឹកខ្ញុំដែរព្រោះជាប់មាត់ទៅហើយព្រោះអី15,000ហ្នឹងតាមពិតភាសាខ្មែរគេសរសេរ15 billion គេលែងសរសេរជាសរសេរជាភាសាអង់គ្លេសដាក់មកអញ្ចឹងទៀតផង15,000 លានហ្នឹងគឺបានន័យថា15,000 លានដុល្លារមិនមែន15,000 ដុល្លារទេ15,000 លានដុល្លារអញ្ចឹងបានន័យថា1 លានដុល្លារហ្នឹង15,000 ដងហើយទ្រព្យទាំងអស់នេះមហាសាលនៅបង្កក់នៅរដ្ឋាភិបាលអាមេរិករដ្ឋាភិបាលអាមេរិកអត់ទាន់ឲ្យលុយនេះមួយសេនទៅជនរងគ្រោះណាទេព្រោះកំពុងតែស៊ើបអង្កេតហើយជនរងគ្រោះច្រើនណាស់ដែលមានមេធាវីតំណាងអត់ទាន់សង្ឃឹមថាបានលុយនេះមួយរៀលទេព្រោះអីមើលទៅខាងសហរដ្ឋអាមេរិកជាពិសេសលោកត្រាំគាត់ចង់គិតគូរយកអាលុយ15,000 លានដុល្លារហ្នឹងបញ្ចូលទៅក្នុងអាទីផ្សារឬក៏ជាទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកហ្នឹងអីអញ្ចឹងទៅច្រើនមែនតើ15,000 លានដុល្លារចាំខ្ញុំចេះថានៅស្រុកខ្មែរយើងដែលយើងជាជនរងគ្រោះអីអញ្ចឹងដែរបើសិនជាយើងដាក់ទាគេទៅយកលុយហ្នឹងទៅកសាងជាតិរបស់យើងមិននឹងបានប៉ុណ្ណាទេច្រើនសន្ធឹកណាស់ប៉ុន្តែឥឡូវនេះគឺវាពិបាកដែរបងប្អូនព្រោះអីគេចាត់ទុកថាកម្ពុជាក៏មានចំណែកនៅក្នុងការប្រព្រឹត្តអំពើឆបោកនេះដែរយើងមិនមែនជាជនរងគ្រោះទេបើរដ្ឋាភិបាលយើងមិនមែនជាជនរងគ្រោះទេយើងជាផ្នែកនៃការប្រព្រឹត្តរបស់អង្គការ Gen Z នេះព្រោះអីអង្គការ Gen Z ជាទីប្រឹក្សាជាន់ខ្ពស់របស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតរដ្ឋាភិបាលអញ្ចឹងទៅមនុស្សមួយដែលជាអង្គការមានក្រុមហ៊ុនពាក់ប្រពូនគ្នានៅស្រុកខ្មែរហើយសិតតែគៀកជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ហើយដល់ពេលរដ្ឋាភិបាលកម្ពុជាថាយើងជាជនរងគ្រោះរបស់លោកអង្គការ Gen Z ហ្នឹងដូចថាសហគមន៍អន្តរជាតិពិបាកនឹងជឿយើងតែឥឡូវហ្នឹងសហគមន៍អន្តរជាតិហ្នឹងគេថ្កោលទោសជុំទិសមកដល់ពេលនេះគឺជាជំហានថ្មីមួយទៀតរបស់ចក្រភពអង់គ្លេសនៅក្នុងការដាក់ទណ្ឌកម្មដាក់ក្រុមហ៊ុនជាច្រើនទៀតក្រុមហ៊ុនទាំងអស់នេះគឺមានឥឡូវនេះលេចឮឈ្មោះរបស់ខ្មែរយើងម្នាក់ទៀតដែលឈ្មោះអៀងសុកលឹមបងប្អូនអៀងសុកលឹមនេះគឺជាម្ចាស់ក្រុមហ៊ុនជានាយករបស់ក្រុមហ៊ុនមួយដែលឈ្មោះថា Number 8 Park គឺ Park លេខ8ដែលជាមជ្ឈមណ្ឌលឆបោកដ៏ធំជាងគេបំផុតមួយស្ថិតនៅក្នុងខេត្តព្រៃវែងខេត្តព្រៃវែងដែលជាខេត្តអត្តខ័តជាងគេប៉ុន្តែល្បីជាងគេផ្នែកខាងមជ្ឈមណ្ឌលឆបោកនឹងទៅវិញដោយសារតែបុគ្គលដូចជា Gen Z ឬក៏លោកអៀងសុកលឹមនេះឯងដែលនាំឬក៏បុគ្គលឈ្មោះអៀងសុកលឹមនេះឯងដែលនាំអាបញ្ហាទាំងអស់ហ្នឹងទៅឲ្យខូចមុខបងប្អូនយើងនៅព្រៃវែងហ្នឹង
ប៉ុន្តែរឿងនេះគឺมันមានតែក្រុមហ៊ុនប៉ុណ្ណឹងទេមានក្រុមហ៊ុនជាច្រើនទៀតខ្ញុំមិនអាចរៀបរាប់ជូនបងប្អូនឲ្យអស់ទេដោយសារតែក្រុមហ៊ុនទាំងនេះគឺចក្រភពអង់គ្លេសថាពាក់ព័ន្ធជាមួយនឹងបណ្ដាញឆបោកអនឡាញរបស់អ្នកអង្គការលោកអង្គការ Gen Z ដែលគេត្រូវការបង្កក់ទ្រព្យផងគេត្រូវការដាក់នៅក្នុងបញ្ជីខ្មៅនឹងអីចឹងក៏ប៉ុន្តែវិលមកវិញតើពេលដែលចក្រភពអង់គ្លេសដាក់នេះខ្ញុំសូមបើកវងកញ្ចក់បន្តិចពីរឿង Gen Z បងប្អូនចេះតាច្រឡំពីអា Gen Z គាត់ឈ្មោះ Gen Z សរសេរ CHEN ហើយនឹង ZY បាទ Gen Z ហើយមានអាពាក្យ Gen Z មួយទៀតគឺ GEN គឺអក្សរ Z មកអក្សរ Z យើងហ្នឹងណាអាហ្នឹងគេហៅថា Generation Z គឺជាក្មេងជំនាន់ក្រោយដែលកើតក្នុងចន្លោះឆ្នាំ1995ដល់ឆ្នាំ2012ក្មេង Gen Z នេះគឺជាក្មេងឆ្លាតវៃសម័យបច្ចេកវិទ្យាអញ្ចឹងនៅក្នុងនេះគឺកុំឲ្យច្រឡំពាក្យ Gen Z ឬសូ Gen Z តាមពិត Gen Z គឺជាពាក្យល្អណាស់សំដៅទៅយុវជនដ៏ក្លាហានអង់អាចនៃចំនួនមួយឆ្នាំ2000ដែលកើតក្នុងចន្លោះឆ្នាំ1995ដល់2012ហ្នឹងគឺជាក្រុមដែលយើងហៅថា Gen Z ជាយុវជនឆ្នាំសម័យបច្ចេកវិទ្យាសម័យ Digital អីចឹងណាប៉ុន្តែដល់ពេលពាក្យហ្នឹងទៅជាច្រឡំបល់អស់ដោយសារតែរឿងលោក Gen Z ដែលជាជនជាតិខ្មែរជនជាតិចិនមានសញ្ជាតិខ្មែរហើយក្រោយមកត្រូវរដ្ឋាភិបាលដកសញ្ជាតិនឹងដើម្បីចាប់បញ្ជូនទៅចិនអីវិញចឹងវាទៅប្រឡាក់ប្រលុះខូចឈ្មោះគេអស់ដោយសារតែជាមួយនឹងលោក Gen Z នេះបាទតែយ៉ាងណាពាក្យនេះពីរខុសគ្នាឥឡូវវិលមកវិញតើចំណាត់ការរបស់រដ្ឋាភិបាលអង់គ្លេសនេះពាក់ព័ន្ធនឹងឈ្មោះអៀងសុកលឹមពាក់ព័ន្ធនឹងលោក Gen Z នៅរដ្ឋាភិបាលស្រុកខ្មែរមជ្ឈមណ្ឌលឆបោកអនឡាញនេះបើតាមការអះអាងនឹងឃើញយុទ្ធនាការដ៏សស្រាំរយៈពេលប្រហែលខែចុងក្រោយហ្នឹងគឺគេបិទបានកន្លែងមជ្ឈមណ្ឌលឆបោកហ្នឹងដល់ទៅជាង200កន្លែងនោះអញ្ចឹងរដ្ឋាភិបាលកម្ពុជាធ្វើសស្រាំដែរក៏ប៉ុន្តែអ្វីដែលសស្រាំហ្នឹងគឺយើងឃើញដូចវែកចកអញ្ចឹងណាក្រុមអក្រិតជនហ្នឹងគឺរត់ព្រាតពេញទឹកពេញដី120,000នាក់អត់ដឹងទៅណាទេចាប់បានខ្លះបញ្ជូនខ្លះអីអញ្ចឹងទៅក្រៅទៅអីប៉ុន្តែមេខ្លោងធំដែលមាននៅក្នុងបញ្ជីឈ្មោះអីអត់ដែលមានចាប់បានទេមានតែលោក Gen Z នឹងមួយឯដែលមើលទៅដូចជារៀងមេធំជាងគេហើយយកទៅឲ្យចិនចាត់ការទៀតអត់ទុកចាត់ការខ្លួនឯងទេហើយបើមេធំផ្សេងទៀតដែលមានឈ្មោះអត់សូម្បីតែលោកអៀងសុកលឹមនេះអត់ដើរលឺសោះឥឡូវអង់គ្លេសដាក់អីចឹងយឺលឺទៅលឺអុកញ៉ាលីគួងឯណាណោះនៅប្រែកចាក់នៅអីណាដែលយកដើរលឺសោះដល់អញ្ចឹងទៅបានអុកញ៉ាលីគួងនឹងមកជាប់គុកអុកញ៉ាលីគួងនឹងបាត់ទៅក្រៅពីនឹងមកគឺអត់ទាំងអស់យើងឃើញអុកញ៉ាយើងឃើញឈ្មោះមហាមន្ត្រីមានលោកហ៊ុនតូមានលោកលីយ៉ុងផាត់មានលោកកុកអានមានស្អីដែលជាប់ឈ្មោះជាប់អីទាំងថៃក៏មានឈ្មោះមន្ត្រីឬក៏អុកញ៉ាអ្នកអុកញ៉ាទាំងអស់នេះនៅក្នុងនេះគឺកម្ពុជាអត់មានបានប៉ះពាល់អ្នកទាំងអស់នេះតតែសោះហើយយើងមិនទៅចោទប្រកាន់ថាគាត់ជាអក្រិតជនហ្នឹងគាត់ថាវាប្លែកត្រង់ថាពេលដែលមនុស្សដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិកផងអីផងសុកថៃហ្នឹងរឿងលោកលីយ៉ុងផាត់ហ្នឹងក៏គេដកសញ្ជាតិលោកលីយ៉ុងផាត់ហ្នឹងបង្កក់ទ្របផងលោកកុកអានមានអានិវេតក្រហមមានអីផងដូចថាដល់ពេលជាលទ្ធផលគឺទៅចាប់លីគួងឯណានោះហើយទៅចាប់ Gen Z បញ្ជូនទៅឲ្យចិនទៅប៉ុន្តែគេហៅថាប្រតិបត្តិការរហូតដល់ទៅបង្ក្រាប200ទីតាំងហ្នឹងមែនតើទៅអាត្រីធំហ្នឹងអត់សូវដែរឃើញតែកពឹសកភ្លៀងជួនកាលឃើញឈ្មោះចិនអត់ដែរស្គាល់ទេតែយ៉ាងណាបងប្អូនរដ្ឋាភិបាលក៏គាត់ធ្វើដែរគាត់ថាសហគមន៍អន្តរជាតិនៅតែចាំមើលថាតើចោះឈ្មោះមនុស្សនៅក្នុងអាបញ្ជីទណ្ឌកម្មរបស់រដ្ឋាភិបាលជាតិអាមេរិកនេះហើយយើងត្រូវចាំនៅក្នុងពិភពលោកនេះដើម្បីស្ដារប្រព័ន្ធហិរញ្ញវត្ថុរបស់យើងទំនុកចិត្តប្រជាពលរដ្ឋវិនិយោគិនអីនៅលើពិភពលោកចង់ទៅរកស៊ីស្រុកខ្មែរវិញតើតែចាត់ការឈ្មោះមន្ត្រីទាំងអស់នៅក្នុងបញ្ជីដែលអាមេរិកដាក់ទណ្ឌកម្មតាមពិតគួរតែអរគុណសហរដ្ឋអាមេរិកទៅនេះដែលគេខំរកឈ្មោះមន្ត្រីរកអីដែលពាក់ព័ន្ធនឹងឲ្យយើងអត់ចាំបាច់ស៊ើបអង្កេតអស់លុយ1រៀលផងហើយចឹងយើងគ្រាន់តែយកតែឈ្មោះគេនឹងទៅបើគណៈកម្មការឯករាជ្យស៊ើបអង្កេតទៅ
ទី1គឺជំរះបញ្ជីកុំឲ្យមន្ត្រីរបស់យើងនឹងមងសៅឲ្យពិភពលោកគិតថាយើងជាឋានសួគ៌នៃអក្រិតកម្មណាកុំឲ្យគេគិតអញ្ចឹងដូចគេគិតថាយើងជាវាលពិឃាតអញ្ចឹងគេគ្រាន់តែឮសូរខ្មែរយើងវាលពិឃាតតែយើងជាប្រជាពលរដ្ឋខ្មែរនឹងមានភារកិច្ចនៅក្នុងការប្រាប់ទៅគេថាមិនមែនទេស្រុកខ្ញុំមិនមែនវាលពិឃាតទេអានឹង40-50ឆ្នាំហើយឥឡូវគេវិលទៅអញ្ចេះដូរមកអញ្ចេះឲ្យប្រជាពលរដ្ឋខ្មែរខំប្រឹងប្រែងគ្រប់គ្នាដើម្បីស្ដារកិត្តិយសគេឈ្មោះសេចក្តីថ្លៃថ្នូរសិលធម៌វប្បធម៌ប្រពៃណីទំនៀមទម្លាប់ការតស៊ូភាពអំណត់អត់ធ្មត់កសាងជីវភាពថ្មីរស់នៅលើដីអាមេរិកឬក៏ប្រទេសផ្សេងឬក៏ស្រុកខ្មែរហ្នឹងចេះតែបានបង្កាយកប់អ្វីដែលជាប្រវត្តិសាស្ត្រដ៏ជូរចត់ហ្នឹងហើយហេតុអីបានយើងហៅយើងថាជាវាលពិឃាតទៀតខ្មែរមិនមែនជាវាលពិឃាតទេខ្មែរប្រឹងនៅក្រៅប្រទេសនឹងភាគច្រើនប្រឹងមែនតើបងប្អូនខ្មែរនៅក្រៅប្រទេសនឹងវាឈឺចាប់នឹងគេមើងងាយយើងដោយសារមេដឹកនាំយើងធ្វើឲ្យប្រទេសយើងធ្លាក់នរកអវជ័យហើយមានឈ្មោះអាក្រក់មែនតើឲ្យតែគេឮកម្ពុជាគេថា killing field វាលពិឃាតខ្ញុំស្រក់ទឹកភ្នែកឲ្យតែគេឮនិយាយពាក្យហ្នឹងប៉ុន្តែប្រវត្តិសាស្ត្រវាអញ្ចឹងយើងអត់អាចស្ដារបានដោយសារអីបើវាជាប់អញ្ចឹងហើយយើងសម្លាប់ខ្មែរគ្នាឯងហ្នឹងហើយដល់ពេលយើងចាប់ផ្ដើមមកសម័យក្រោយនោះយើងខំមកបងប្អូននៅក្រៅប្រទេសសំបីតានេះនៅរដ្ឋ California ហ្នឹងមានគេជួយរករៀបចំកម្មវិធីសិក្សាភាសាខ្មែរដាក់បញ្ចូលនៅក្នុងសាលារៀន High School សាលាវិទ្យាល័យទាំងអស់នៅស្រុកអាមេរិកហ្នឹងនៅជាពិសេសនៅរដ្ឋ California ហ្នឹងដើម្បីដាក់ឲ្យមានកម្មវិធីសិក្សាជាភាសាខ្មែរអំពីខ្មែរហើយចំណងជើងនៃកម្មវិធីសិក្សាដាក់ថាអំពើប្រល័យពូជសាសន៍កម្មវិធីសិក្សាស្ដីអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាឆេះកោបងប្អូនខ្មែរនឹងតវ៉ាបាតកម្មហុយផ្សែងចង់បានណាស់ភាសាខ្មែរនៅក្នុងថ្នាក់រៀននៅក្នុងសហរដ្ឋអាមេរិកប៉ុន្តែអត់ចង់បានសោះអាពាក្យថាខ្មែរយើងហេតុអីបានទៅមានអំពើប្រល័យពូជសាសន៍ហ្នឹងតែដាក់ទៅពីការតស៊ូរបស់ខ្មែរយើងនៅទស្សគ្រប់ទិសទីមានអ្នកអំពើប្រល័យពូជសាសន៍ដើម្បីស្ដារមុខមាត់ជាតិយើងអីអាហ្នឹងខ្មែរយើងចង់ស្ដាប់បានចង់ទទួលយកឥឡូវគេកាយហើយដោយសារតែការតវ៉ាប៉ុន្តែពីដើមឡើយមកហ្នឹងអ្នកដែលរៀបចំកម្មវិធីដំបូងហ្នឹងគឺដាក់អំពើប្រល័យពូជសាសន៍ចេញមកអញ្ចឹងតែអញ្ចឹងហើយដែលធ្វើឲ្យយើងបាក់ស្បាតនឹងថាហេតុអីបានជាស្គាល់ខ្មែរនៅអំពើប្រល័យពូជសាសន៍អញ្ចឹងយើងខំប្រឹងស្ដារមុខមាត់ជាតិយើងណាស់បងប្អូនខ្មែរយើងមើលពិធីបុណ្យទានពិធីសាសនាប្រពៃណីទំនៀមទម្លាប់ខំប្រឹងណាស់ជាពិសេសអ្នកនៅស្រុកក្រៅកូនចៅអីអ្នកណាចាក់សាក់ចាក់អីហ្នឹងក៏ដឹងហើយថាគេមានឥទ្ធិពលបរទេសចូលពេញខ្លួនប៉ុន្តែទាញឲ្យមកចេះទៅវត្តដាក់បាតគោរពចាស់ទុំដូចថាសំពះអីប្រសង់ក្នុងវត្តអារាមស្គាល់ខុសស្គាល់ត្រូវអីខំប្រឹងមែនតើក៏ប៉ុន្តែការប្រឹងហ្នឹងពេលខ្លះលំបាកដោយអូអាស័យប្រជាចុងចឹងដោយសារអីនយោបាយនៅស្រុកខ្មែរក៏ក្រិចពេកយើងឃើញបំផ្លាញគ្នាខ្មែរកាប់ចាក់គ្នាមករាប់ចំនួនមកតាំងខ្មែរក្រហមដល់តែពេលសម័យឥឡូវងើបមួយវាយមួយចាប់ដាក់គុកគឺថាធ្វើបាបធ្វើទុកបុកម្នេញរំលាយអ្នកនេះរំលាយនោះតដែលដូចថារកតែកន្លែងឲ្យស្បើយអត់បានថ្នាក់ដឹកនាំខ្មែរយើងគ្រប់ចំនួនគឺធ្វើឲ្យខ្មែរយើងអាប់មុខនៅលើឆាកអន្តរជាតិឲ្យខ្មែរគ្នាឯងហ្នឹងឆ្លោះគ្នានៅគ្រប់ទិសទីដោយសារតែរបៀបដឹកនាំរដ្ឋនយោបាយកក្រិចរបស់យើងនឹងដែរព្រោះអីចង់ប្រាប់សរសើរថាខ្មែរយើងមិនមែន killing field ទេមិនមែនវាលពិឃាតទេចុះវាលពិឃាតសម័យខ្មែរក្រហមហើយឥឡូវងើបមួយវាយមួយហ្នឹងវាខុសគ្នាអាម៉េចវាអត់មានមោទនភាពអីសោះគេសួរនិយាយថាសុកខ្មែរណែឯងរបបដឹកនាំរដ្ឋមិនដែរយើងថាងគេមានប្រជាធិបតេយ្យហើយគេសួរអញ្ចឹងរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីយើងដូរប្រមាណដងហើយប្រជាធិបតេយ្យយើងអត់ហងដូចនៅដដែល30-40ឆ្នាំមានតែម្នាក់ហ្នឹងហើយគេសួរថាអូប្រជាធិបតេយ្យគេធ្វើចឹងខ្ញុំថាអត់ដឹងដែរប្រជាធិបតេយ្យស្រុកខ្ញុំគេធ្វើចឹងដែរធ្វើម៉េចវាអញ្ចឹងបងប្អូនហើយដល់ពេលហើយវិនិយោគិនអីដែលគេមើលមកគេឃើញតែប្រទេសរៀបចំរបៀបងើបមួយវាយមួយអត់មានសិទ្ធិមនុស្សអត់មានប្រជាធិបតេយ្យគេខោតទៅរាល់ឆ្នាំអ្នកណាគេទៅហ៊ានទុកចិត្តរកស៊ីជាមួយយើងបានតែអ្នកដែលក្បាលជើងមិនជាប់ដីក្បាលមិនជាប់មេឃហ្នឹងមកប្រឡំឆ្អិនក្បាលស៊ីក្បាលចិនកតុយស៊ីកតុយរស់ចឹងទៅធ្វើកេងប្រវាញ់កម្មករសហជីពអីចឹងហើយទៅមកបើកតាបនលបែងបោកប្រាស់ធ្វើឲ្យខូចឈ្មោះយើងកាន់តែថែមបង្កើនចំណេញតែពួកមន្ត្រីពុកលលួយក្នុងជួរ
ថ្នាក់ដឹកនាំអ្នកកាន់អំណាចអីហ្នឹងទេបើប្រជាពលរដ្ឋខ្លោចផ្សារគ្រប់រឿងគេទៅយោគេឈ្មោះរបស់យើងក៏យ៉ាប់នៅលើឆាកអន្តរជាតិដោយសារតែគេថាចំខ្មែរគ្នាឯងឆ្លោះតែគ្នាអញ្ចឹងអត់មានខែងយើងឈឺចាប់រាប់ឆ្នាំហើយហ្នឹងសង្គ្រាមរ៉ាំរ៉ៃមកអត់មានផ្សះផ្សាគ្នាទេអញ្ចឹងអត់មានជាតិបង្រួមជាតិទេអញ្ចឹងយើងអត់មានរៀនពីប្រវត្តិសាស្ត្រទេអីបានជាយើងនៅតែវាយគ្នានៅតែឆ្លោះគ្នានៅតែអញនិយមនៅអញ្ចឹងក្រុមណាប្រឆាំងខ្លួនគឺជាខ្មាំងហេតុអីបានជាមកដល់សម័យហ្នឹងយើងអត់ព្រមជួយស្ដារអាហ្នឹងហើយដល់អញ្ចឹងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងរងទុក្ខវេទនាដោយសារតែឈឺចាប់ដូចថាអត់ប្រសើរសោះតែនៅខាងស្រុកខ្មែរគេថាអត់ទេគេប្រសើរសឹងអីហ្នឹងយើងមើលប៉ុណ្្នឹងហើយយកអីទៀតប៉ុណ្្នឹងបានប៉ុណ្្នឹងអីទៀតមិនអរគុណសន្តិភាពចង់បានសង្គ្រាមហ្មងតាហ៊ានតាអត់មានគណៈបកប្រជាជនកម្ពុជាកាន់អំណាចគឺសង្គ្រាមអញ្ចឹងហ្មងគំរាមគ្នាអញ្ចឹងហើយដល់ឥឡូវអត់មានគណៈបកប្រឆាំងកាន់អំណាចហ្នឹង7 8ឆ្នាំសង្គ្រាមជាមួយថៃខ្ជូលសង្គ្រាមនៅតែសង្គ្រាមតាវាអត់សំខាន់រឿងមានបកប្រឆាំងឬមិនមានបកប្រឆាំងទេបើមានបកប្រឆាំងប្រហែលសង្គ្រាមនេះដូចជាមិនត្រូវឲ្យថៃមើលងាយដល់ប៉ុណ្ណឹងពេកទេព្រោះអីកម្លាំងប្រឆាំងហ្នឹងក៏អាចតតាំងបានច្រើនដែរដល់ឥឡូវកម្លាំងប្រឆាំងតតាំងច្រើនទៅចោតក្រុមប្រឆាំងហ្នឹងថាអាពេលឆ្លោះគ្នាជាមួយថៃអត់ព្រមជួយវាយថៃមកវាយខ្មែរគ្នាឯងសិតចឹងទៀតហើយអាកាលបានសុកអត់ឆ្លោះគ្នាជាមួយថៃដែលអរគុណសន្តិភាពរួចហេតុអីក៏វាយគ្នាឯងឡើងទុនឆ្អឹងដែរចាបំផ្លាញគេចាប់គេដាក់គុកងើបមួយវាយមួយអ្នកណាបើកបាក់អីបន្តិចក្តិចត្រួយគេរំលាយគេអត់ឲ្យបោះឆ្នោតអត់ឲ្យអីអញ្ចឹងទៅអញ្ចឹងទៅឆ្លោះគ្នាអញ្ចឹងសពបែបយ៉ាងដល់ពេលឥឡូវយើងមកប្រាប់ថាយើងអត់រួបរวมគ្នាយើងទៅនាំគ្នាអង្គុយនិយាយកាន់ជើងថៃអ្នកដែលនៅគណៈបកប្រឆាំងសប្ងៃឲ្យតែលលាយរដ្ឋាភិបាលហ្នឹងទេខ្ញុំនិយាយស្មោះត្រង់នេះគឺការសង្កេតរបស់ខ្ញុំឲ្យបងប្អូនសួរខ្ញុំថាចុះបើសិនជាគណៈបកប្រឆាំងបន់ឲ្យតែរដ្ឋាភិបាលសប្ងៃលលាយហ្នឹងតើទៅរួបរวมមិនឲ្យអួតថាខ្លួនឯងចង់ផ្សះផ្សាជាតិចង់ដោះស្រាយដឹកនាំប្រទេសយ៉ាងម៉េចបានបងប្អូនកុំធ្វើល្ងងអីបងប្អូនក៏ចេះដឹងដែរហើយកុំធ្វើល្ងងឲ្យបោកប្រាស់ប្រជាពលរដ្ឋធ្វើដូចមិនដឹងរឿងណាគ្មានអ្នកណាគេចង់ឲ្យរបបដឹកនាំសពថ្ងៃក្រោមការដឹកនាំតកូលហ៊ុនឬក៏រដ្ឋាភិបាលនេះនៅគង់វង្សថិតថេរទេគេចង់ឲ្យលលាយអញ្ចឹងអ្នកដែលគេឈឺចាប់ខ្ញុំនិយាយពីអ្នកដែលឈឺចាប់ជនរងគ្រោះជាពិសេសគណៈបកសង្គ្រោះជាតិដែលរំលាយគេ3លានសម្លេងតំណាងរាស្ត្រគេ55អ្នកចាប់សកម្មជនមេបកគេដាក់គុកធ្វើច្បាប់រំលាយគណៈបកគេហាមមន្ត្រីគេមិនឲ្យចូលស្រុកខ្មែរអូអញ្ចឹងយើងគិតថាឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសហ្នឹងសរសើរអំពីភាពដឹកនាំអស្ចារ្យរបស់រដ្ឋាភិបាលហើយដល់ពេលឆ្លោះគ្នាជាមួយថៃយើងមករករឿងក្រុមប្រឆាំងថាហេតុអីបានជាក្រុមប្រឆាំងរៀបចំធ្វើអីសមាជអីនៅវត្តភ្នំសេរីកាលពីប្រមាណកាលអាទិត្យមុននោះរួចទៅហេតុអីបានជាក្រុមប្រឆាំងថាចង់ជួយកម្ពុជាឲ្យរឹងមាំតបតជាមួយថៃនាំគ្នាចេញសារថាហ៊ុនសែនអើយចោះចេញទៅដូរមិនដូរអីអញ្ចឹងហើយគាត់ថាយើងមានជំងឺមួយគឺស្អប់ខ្មែរជាសត្រូវយើងមកដល់មកហ្នឹងអត់ជួយសាមគ្គីគ្នាអត់ព្រមជួយរករឿងថៃតែមករករឿងរដ្ឋាភិបាលខ្លួនឯងបងប្អូនល្ងងឬក៏បងប្អូនគិតថាយើងសប្បាយចិត្តនៅក្នុងការដែលធ្វើនយោបាយប្រជាពិធដ្ឋអត់ដឹងរឿងដូចខ្ញុំនិយាយចឹងក្រុមប្រឆាំងណាដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជាសពថ្ងៃនៅរស់រានមានជីវិតតទៅទៀតដឹកនាំតាមរបៀបបកពួកក្រុមនេះគេចង់ឲ្យតែលលាយខ្សលតាហើយការដែលឲ្យលលាយខ្សលហ្នឹងមិនមែនគេចង់បំផ្លាញកម្ពុជាយើងទេវាដូចប្រជាពលរដ្ឋនៅអ៊ីរ៉ង់ឬក៏នៅប្រទេសផ្ដាច់ការមួយចំនួនដែលបន់ឲ្យតែមានទេវតាប្រអិនប្រព្រំណាដែលជួយមករំដោះស្រុកគេដើម្បីឲ្យស្រុកគេនឹងមានសេរីភាពដូចតែខ្មែរយើងជំនាន់សម័យខ្មែរក្រហមអញ្ចឹងបន់ណាស់ឲ្យតែមានទេវតាអ្នកណាមកជួយសង្គ្រោះអ្នកមានបុណ្យមួយថ្ងៃដុតធូបអស់ហើយសាពះអស់ហើយឲ្យអ្នកមានបុណ្យមកដើម្បីជួយសង្គ្រោះព្រោះក្នុងខ្លួនក្នុងរបបហ្នឹងអត់មានអ្នកណាអាចងើបបានទេព្រោះងើបមួយវាយមួយតវ៉ាខ្មាំងប្រឆាំងខ្មោចអញ្ចឹងគ្នាមានអីមានតែបន់ស្រន់ហើយដល់ពេលអ្នកនៅក្រៅប្រទេសដោយក្រុមប្រឆាំងអីបន់ស្រន់ឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងដឹកនាំដោយក្រុមគ្រួសារតកូលហ៊ុនហ្នឹងនៅរីកចម្រើនរុងរឿង
ជារៀងតទៅដើម្បីឲ្យតវងតកូលហើយនៅបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យមិនរកយុត្តិធម៌ឲ្យក្រុមគេដែលបំផ្លាញគេតើយើងអត់មានគិតអំពីសច្ចធម៌សោះយើងគិតតែធ្វើយ៉ាងម៉េចបំផ្លាញក្រុមនេះហើយយកគិតថាអូក្រុមនេះក្រុមចង្រៃគឺមិនដែលចេះជួយសរសើរលើកជើងរដ្ឋាភិបាលឬក៏សូម្បីតែគ្រាមានអាសន្នជាមួយថៃថាអត់ព្រមដកដៃក្នុងការវាយប្រហាររដ្ឋាភិបាលបើរដ្ឋាភិបាលនេះធ្វើត្រូវច្រើនណាស់ហើយស្រាប់ថាមកឆ្លោះគ្នាជាមួយថៃក្រុមនេះវាយប្រហាររដ្ឋាភិបាលអានឹងក្រុមប្រឆាំងនេះគឺស្មុករូបជាទីបំផុតប៉ុន្តែក្រុមប្រឆាំងគេរកឱកាសមាសរបស់គេអញ្ចឹងដែរដូចតែអស់លោកអញ្ចឹងគណៈបកប្រជាជនរកឱកាសមាសអញ្ចឹងដែរហ្នឹងនៅពេលដែលបំផ្លាញគេបានរំលាយគេបាននិយាយពីជន់ហើយជន់ទៀតចាក់គេដល់ដីហើយចាក់ទៀតរំលាយគណៈបកគេចោលយកតំណាងរាស្ត្រគេ55យកទៅចែកដូចនំហើយទិញលក់ហៅមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់គេរាប់ពាន់នាក់យកមកទិញបានទិញមិនបានសម្លុតមិនបានរត់ចោលស្រុកដូចថាយើងហើយនៅតែផ្សព្វផ្សាយពីការចោះចូលដុតខោអាវបាក់គេចោលថាក្រុមនេះក្រុមអូទៀមនិយាយទៅគឺរកម្មចិត្តគេចាក់គេនោះចាក់បានន័យថាយើងរំលាយគេហើយយើងរំលោភគេហើយយើងទៅញ៉ែមអាជ័យសភ័ណ្ឌដែលប្រមូលពីគេហើយយើងនៅធ្វើអយុធនាការធ្វើឲ្យគេរ៉ាំរ៉ៃមួយថ្ងៃហើយមួយថ្ងៃទៀតមួយថ្ងៃហើយមួយថ្ងៃទៀតបង្កើតច្បាប់នេះបង្កើតច្បាប់នោះធ្វើឲ្យគេឈឺចាប់រាល់ថ្ងៃហើយគេជាជនរងគ្រោះដល់ទៅជិត3លាននាក់ហើយដល់ពេលហើយស្រាប់តែពេលឆ្លោះគ្នាជាមួយថៃទៅប្រាប់គេថាឲ្យគេនិយាយល្អពីរដ្ឋាភិបាលក្រុមប្រឆាំងនេះរកកន្លែងនិយាយល្អពីរដ្ឋាភិបាលមិនឃើញទេព្រោះអីទី1ជាឱកាសមាសរបស់គេរដ្ឋាភិបាលអសមត្ថភាពយូរហើយបំផ្លាញគេយូរហើយគេរកឱកាសដើម្បីប្រាប់ប្រជាពលរដ្ឋអត់ជឿដល់តែពេលចេញមកឆ្លោះជាមួយថៃតែហ៊ានយើងស្បែកជើងផ្ទាត់អត់អាវក្រោះទឹកក៏គ្មានផឹកAK 3គ្រាប់បាញ់ផ្ទុះមួយអត់មានឧបករណ៍ទំនើបអាសំណាញ់មេឃក៏គ្មានអា F16 គេទម្លាក់ចូលដល់90គីឡូម៉ែត្រក្នុងដីអាយើងផ្លោង BM21 ចូលទៅជំរុំស៊ីវិលស្លាប់ជនស៊ីវិលថៃអានេះគឺជាឱកាសមាសរបស់គេចង់រំលេចប្រាប់បងប្អូនឲ្យដឹងថារដ្ឋាភិបាលនេះគេឲ្យដូរយូរហើយតែបងប្អូនអត់ព្រមដូរដល់តែពេលមានរឿងជាមួយថៃគឺគេគ្រាន់តែប្រាប់បងប្អូនឲ្យដឹងថាខ្ញុំប្រាប់ឲ្យថាអត់ជឿឃើញថាអសមត្ថភាពអញ្ចឹងតែបងប្អូននៅតែស្រឹមស្ដាប់ចម្រៀងហ្នឹងអញ្ចឹងទៅហើយដល់ពេលហើយមករករឿងគណៈបកប្រឆាំងថាអត់ព្រមនិយាយលើកសរសើររដ្ឋាភិបាលនេះដើម្បីជួយវាយថៃអានេះហើយដែលបងប្អូនជាខុសនិករបស់គណៈបកកាន់អំណាចនិងរដ្ឋាភិបាលកម្ពុជាលងលក់ក្រោមឥទ្ធិពលនៃអាការទិញបានឬក៏ការបាយ3ពេលហ្នឹងឬក៏អកតេយ៉ាងណាខ្ញុំអត់ដឹងប៉ុន្តែធ្វើដូចជាច្បាស់មានអ្នកខ្លះមកជេរខ្ញុំថាខ្ញុំនឹងខ្វាក់ខួរទៅអីគ្រប់ត្រសមាជជាតិរបស់ក្រមរដ្ឋាភិបាល23តុលានៅឯវត្តភ្នំសេរីខ្ញុំជាអ្នកផ្សព្វផ្សាយព័ត៌មានខ្ញុំមានឥទ្ធិពលអីទៅកែរបៀបព្រឹត្តិការណ៍គេនោះខ្ញុំទៅយកព័ត៌មានដើម្បីឲ្យអស់លោកដឹងថាគេកំពុងធ្វើអីហើយទៅផ្សព្វផ្សាយទៅរករឿងគេកំពុងតែចង់ជួយប្រទេសកម្ពុជាគេចង់ជួយនៅក្នុងន័យថាគេរកយុត្តិធម៌ខ្លួនគេដែរមកដល់ម៉ោងហ្នឹងរំលាយគណៈបកគេចោលអស់មានយុត្តិធម៌ណាអង្គការសហប្រជាជាតិថ្កោលទោស EBA ក៏គេដក 20% អាមេរិកក៏គេថ្កោលទោសមានសង្គ្រាមជាមួយថៃសហគមន៍អន្តរជាតិអត់មាននរណាគ្រប់គ្រងខ្មែរមួយអត់មាននរណាថ្កោលទោសថៃតែមួយដោយសារអីដោយសារតែរបៀបដឹកនាំរដ្ឋដោយសារតែទាំងអស់ហ្នឹងឥឡូវមានអាក្រុមចិនស៊ីអាក្រុម Scam Center ក៏ក្រោកពេញផ្ទៃប្រទេសខូចឈ្មោះប្រទេសកម្ពុជាក៏ដោយសារតែរបៀបដឹកនាំនឹងទាំងអស់នៅក្នុងរដ្ឋាភិបាលហ្នឹងរួចទៅរដ្ឋាភិបាលក្រៅប្រទេសឬក្រុមអីគឺគេចង់ដើម្បីឲ្យមានការផ្លាស់ប្ដូរមានការកែតម្រង់មានការអីអ្នកខ្លះគេថាដោយសាររដ្ឋាភិបាលអត់ព្រមដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដោយលោកអ៊ុំសំអានដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសផ្នែកកិច្ចការព្រំដែនសំពះអង្វរឲ្យលោកហ៊ុនម៉ាណែតចោះចេញពីតំណែងទៅបើអត់ព្រមដាក់ពាក្យប្តឹងទៅរករឿងក្រុមគេថាដល់ម៉ោងហ្នឹងគឺចង់តែដូររដ្ឋាភិបាលចុះបើរដ្ឋាភិបាលធ្វើល្អចាំបាច់ឲ្យគេដូរទៅអីអាហ្នឹងគឺចំហគេអញ្ចឹងតាអស់លោកដូចតែគ្នាហ្នឹង
Chấp bà kê rùm lý kê bán hết ấy ớt lục rùm lý kê bằng to tiết hay thua chấp bắp nô đầm bay bằng plan kê ớt miên ti bằng chọc thử ấy xong bay tại bà bò đo xịt mà nụ bà chia tập tay bắt năng bay cam mà có bà bò đo cả đo EBA để xa tại dương trong cài ẩm nát rùm lý kê cháu ớt prom này dây khuôn anh thay khuôn anh bật ẩm bơi khó chóng ớt prom cài khuôn anh sao hay đo bê ở cả miền một đó cả nạ bạ bà chăng cứ kê chăm ấy tiết bong bồn chăm ấy tiết cứ trong mơ à cả lại đây rồi thà bị bao thưa mình bàn ca nữa nghe đầm bay prap nè bò cho nó thaខ្ញុំប្រាប់ហើយណាអញនៅបន្តបោះឆ្នោតឲ្យគណៈបកកណ្ដាលអំណាចគឺវាអញ្ចឹងដូរទៅបោះឆ្នោតផ្លាស់ប្ដូរទៅដើម្បីឲ្យរដ្ឋាភិបាលក្រៅប្រទេស23តុលាមកកាន់ទៅក្រែងបានផ្លាច់ជាងនេះអានេះគឺជាយុទ្ធនាការនយោបាយរបស់គេតាហេតុអីបានមកថាអ្នកណាដែលទៅផ្សព្វផ្សាយឲ្យគេនឹងទៅខ្វាក់គូខ្វាក់អីហ្នឹងតាមពិតអស់លោកទេដែលខ្វាក់ភ្នែកខ្លួនឯងហើយក៏ខ្វាក់គូក្បាលខ្លួនឯងដែរមិនមើលឃើញសច្ចធម៌ហើយគណៈបកប្រឆាំងនេះណាដើម្បីឲ្យភាពយុត្តិធម៌របស់គាត់ណាហើយខ្ញុំនិយាយដោយស្មោះត្រង់គ្មានគណៈបកប្រឆាំងដល់ពេលឱកាសមាសដែលខ្លួនឯងដឹងពីចំណុចខ្សោយរបស់គណៈបកកណ្ដាលអំណាចដែលដឹកនាំប្រទេសធ្វើឲ្យបាក់ស្បាតថៃនេះគឺជាដងដាវរបស់គេនៅក្នុងការធ្វើនយោបាយឲ្យគេទៅធ្វើអីឲ្យគេទៅសរសើររដ្ឋាភិបាលថាប៉កែណាកុំតាបកែទេកុំអីគេមិនអាចយកបាន51កន្លែងហ្នឹងទេកុំអីអា13កន្លែងទៀតក៏គេយកបានទាំងអស់ឲ្យក្រុមបកប្រឆាំងនិយាយសរសើររដ្ឋាភិបាលអញ្ចឹងមែនវាអត់មានរឿងអីសរសើរកើតសោះតែម្ដងព្រោះអី